ខ្សែទី76នុកតាឥសីវចៈព្រឹទ្ធបំរុងសែកេថារំលាយរូបកុមារដែលទៅបនឹងជប់នោះចោលតែព្រះនាងស៊ីតាបានអង្វរសូមឲ្យព្រះអង្គទុកឲ្យមានជីវិតគង់នៅបន្តគ្រាន់បានជាគ្នានឹងបុត្របង្កើតនាងលោកតាក៏យល់ព្រមហើយក៏ដាក់ឈ្មោះឲ្យបុត្រនាងស៊ីតាថារៀមលក្សណ៍ហើយបុត្រដែលជប់ឈ្មោះជប់លក្សណ៍លុះកុមារទាំងពីរអង្គចម្រើនវ័យវឌ្ឍនាការគ្រប់ដសមេសាកាលណាលោកតាឥសីក៏បានបង្រៀនសិល្បៈសាស្ត្រគម្ពីរវេទចេះចាំសពមន្តអាគមវិជ្ជាបាញ់ធ្នូសទាំងពីរអង្គព្រមទាំងជប់ធ្នូសថ្លាថ្វាយទៀតព្រះនាងស៊ីតាទ្រង់អរនឹងបុត្រាទាំងទ្វេដែលបានចេះមន្តវិជ្ជាការផ្សេងថ្ងៃមួយកុមារទាំងពីរបានសូមលាមាតាទៅលេងព្រៃហើយបានឃើញដើមរាំងកាយមួយដ៏ធំមានស្លឹកបាំងព្រះអាទិត្យជិតរៀមលក្សណ៍ក៏និយាយនឹងប្អូនថានឹងសាកលបងបាញ់ធ្នូសមើលរាជកុមារក៏ថ្លែងសធ្វើឲ្យដើមរាំងកាយនោះរលំបាក់បែកខ្ចាយលន់សូសັບសន្ធឹកទៅដល់ស្ថានទុកសិទ្ធសិមភលីរហូតដល់បាតាលធ្វើឲ្យទេវតាគ្រុឌនាគយៈក្លប់ខ្លាយបារមីរួចក៏នាំបងប្អូនបេះផ្លាត្រឡប់មកកាន់អាស្រមវិញលោកតាឥសីទ្រង់សរសើរអំពីទេចរាជកុមារប្រទានពរជ័យឲ្យរីឯព្រះនាងស៊ីតាក៏មានចិត្តត្រេកអរសរសើរទ្វេដៃខាបុត្រមានឫទ្ធិដោយព្រះនរាយកាឡាជាបិតារាជកុមារចាប់ពាក្យម្ដាយបានក៏ទូលទទួលសូមឲ្យព្រះមេត្តាប្រទានអំពីពុព្វហេតុរបស់បិតាពីអតីតកាលនាងស៊ីតាយល់ព្រមតាមក៏និទានរឿងឲ្យរាជបុត្រស្ដាប់កាលនោះព្រះរាមគង់នៅព្រះនគរអយុធ្យាក៏បានឮសូរស័ព្ទចម្លែកនេះតែក៏ប្រជុំអសពមន្ត្រីឲ្យប្រមូលទាំងហោរាមកគុនគូជាប្រញាប់អំពីហេតុចម្លែកនេះហោរាមិនបង្អង់គុនគូឃើញថ្វាយទៅថាមានអ្នកមានបុណ្យរស់នៅក្នុងព្រៃសួមទ្រង់តែងអក្ខរាចង់នឹងកោះសេះហើយចាត់ហនុមានជាបញ្ជានុចិត្តឲ្យទៅតាមបើឃើញនរណាហ៊ានចាប់សេះនេះជិះនោះពិតជាប្រមាថព្រះជាថាឲ្យហនុមានចាប់យកមកគុំបិខានព្រះរាមទ្រង់ធ្វើតាមសម្ដីហោរាក៏ប៉ុន្តែមុននឹងបង់ក៏ចាត់ឲ្យហនុមានទៅយាងព្រះភិរុតសុត្រុតគង់នៅនគរកែកុយឲ្យមកនគរជាប្រញាប់ទើបទ្រង់មានផែនការលើកទ័ពទើបបង្ក្រាបសត្រូវព្រះអនុទាំងទ្វេមិនបងយូក៏ខំរត់រះមកនគរអយុធ្យាតាមតម្រាស់ព្រះរាមកាលបើជួបជុំគ្នាជាក្បួនទ័ពហើយព្រះរាមក៏ចាត់ឲ្យសុមន្តាន់សុមុនសេនាចាប់សេះចងនៅអក្ខរាតាមអង្គប់ហោរារួចលែងដោយមានហនុមានលុបដើរតាមពីក្រោយសេះដើរតម្រង់ចូលទៅក្នុងព្រៃដែលព្រះរាជកុមារគង់នៅព្រះរាមក៏ទ្រង់ប្រារព្ធលើកទ័ពនិងព្រះអនុយាងតាមពីក្រោយដែរលុះព្រឹកព្រៀងព្រះសូរិយារៀមលក្សណ៍និងជប់លក្សណ៍ក៏លាមេដាចូលព្រៃដោយសពដងក៏ប្រទះឃើញសេះសមុខខ្មៅមាត់ក្រហមក៏ពិគ្រោះគ្នាថាសេះនេះពិតជាមានម្ចាស់គេចិញ្ចឹមទើបល្អយ៉ាងនេះបងប្អូនទាំងទ្វេមិនបងអងឡាយក៏នាំគ្នាបោចវលីធ្វើខ្សែទឹកសេះបានដោយបំណងទ្រង់ទុតឃើញអក្ខរាចងនៅអសពិហាហើយក៏ស្រែទុតដឹងថាជាសម្បត្តិព្រះរាមក៏ប៉ុន្តែពុំមានខ្លាចជាស្ដាសក់ឡើយរៀមលក្សណ៍ផែលើខ្នងភាជីតាំងជីបំផាយលេងដោយមានជប់លក្សណ៍ដែរតាមក្រោយហនុមានឃើញដូច្នោះក៏ស្ទុះទៅចាប់រាជកុមារទាំងកំរោលក៏ត្រូវមួយដងធ្នូសដួលសន្លប់អស់ជាច្រើនម៉ោងតែបើហនុមានបុត្រព្រះពិយាត្រូវខ្យល់ក៏ដឹងខ្លួនវិញក៏រីកគិតឧបាយការកាឡាខ្លួនជាកូនស្វាព្រៃតូចមួយដើម្បីចូលលងលៀងជាមួយរាជកុមារជាថ្មីប្រាថ្នាចាប់កុមារទាំងពីរឲ្យបានរៀមលក្សណ៍ជប់លក្សណ៍ក៏បានសុនេសុណាលនឹងកូនស្វាព្រៃដែលចិត្តអនាថវិក្តីប៉ុនពេកខ្សែទី77ហនុមាននិយាយធ្វើកិច្ចកលរាជកុមារភ្លេចខ្លួនក៏ខំប្រឹងស្ទុះទៅចាប់ម្ដងទៀតតែត្រូវមួយធ្នូវត្តវាយដួលថ្មដេកដីជាប្រឡាក់និយាយសំបងឲ្យបោចវលេកចាប់ហនុមានចងហើយបញ្ជូនទៅឲ្យម្ចាស់ហនុមានជាប់ចំណងក្រញ៉ងខំរើបំរាស់ក៏មិនរួចក៏ដើរទាំងខ្មួមុខត្រឡប់ទៅកាន់កងពលសេនាព្រះភិរុតព្រះសុត្រុតទ្រង់យល់ដូច្នោះក៏បានសាកសួរព័ត៌មានសពគ្រប់ហើយក៏ស្ទុះទៅជួយស្រាយចំណងប៉ុន្តែឥតប្រយោជន៍សោះទ្រង់ក៏ទុតឃើញអក្ខរសាក់លើថ្ងាសហនុមានថាតលតែម្ចាស់របស់ស្វាទើបស្រែរួចហនុមានសែនខ្មាស់អស់ពួកពលសេនាក៏ខំដើរអន្ត្រកាត់ព្រៃទៅរកព្រះរាមម្ចាស់នៅក្រុងអយុធ្យាឲ្យជួយព្រះរាមទ្រង់ទតឃើញហនុមានជាប់ចំណងព្រមទាំងអក្ខរសាក់លើថ្ងាផងក៏ខឹងក្រេវក្រោធទន្ទាំងបាទាស្ទុះទៅស្រែចំណងពីដៃរាជកបៃភ្លាមមិនបង្អង់ឡើយបាហនុមានក្រាបពិតទូលអស់អាថាសេចក្តីថ្វាយម្ចាស់ព្រះរាមរឹងរឹតតែខឹងឆាវឆេះទើបត្រាស់បញ្ជាឲ្យហនុមានទៅប្រាប់ព្រះអនុភិរុតសុត្រុតឲ្យលើកទ័ពទៅឡោមព័ទ្ធកុមារទាំងទ្វេយកមកថ្វាយទ្រង់ភ្លាមបាហនុមានមិនបង្អង់យូរដើរមកទ័ពនាំទៅកាន់សមរភូមិក៏ជួបនឹងព្រះរាជកុមារទាំងពីរអង្គព្រះភិរុតព្រះសុត្រុត
ទ្រង់សាក់សួរទៅក្មេងទាំងពីរតែត្រូវព្រះរាជកុមារតបវិញនៅពាក្យថ្មោះទាសដៀលមកឲ្យទ្រង់វិញស្ដាប់បាននៅសម្ដីរបស់កុមារទាំងពីរដែលឥតញញើតកូតខ្លាចព្រះចេស្តាទ្រង់សោះទ្រង់ក៏បង្ហាញនាមនិងមហិទ្ធិឫទ្ធិព្រះរាមប៉ុន្តែត្រូវរាជកុមារស្ដាប់មិនបានមិនខ្លោបខ្លាចដដែលអត់ទ្រាំមិនបានស្ដេចទាំងពីរក៏ថ្លែងសរព្រោះពីប្រហារកុមារទាំងពីរព្រះរាជកុមារក៏ថ្លែងសរជាគ្រុឌសងវិញដេញចាប់អស់សត្វនាគសិលទាំងប៉ុន្មានអស់សង្គ្រាមកំពុងតែជាប់ដៃគ្នាហនុមានបានកាឡាខ្លួនដ៏ធំមហិមាបំរុងលោតទៅសង្គ្រប់ចាប់ព្រះរាជកុមារតែត្រូវនឹងដងធ្នូសន្លប់ធំជាលើកទី3ទៀតឃើញដូច្នោះព្រះភិរុតព្រះសុត្រុតក៏ក្រោយពីខំសួតសែកមុនគាថាស្រ័យចំណងសិលរបស់រាមលក្ខជបលៈរួចមកថ្លែងសររបួតចំណងពីសេនាយោធាទាំងអស់ព្រមទាំងបង្ការឲ្យមានវាយ៉ាវបុកមកត្រូវបាហនុមានឲ្យរស់ឡើងវិញតែសរព្រះភិរុតក៏ជ្រួនទៅបុករាមលឹកនិងជបលៈដួលលើធរណីហនុមាននិងពលសេនារត់ចូលឈូឆរទៅប្រចាប់ក៏ចាប់បានតែរាមលឹកឯជបលៈរហ័សរត់រួចខ្លួនសម្ដៅទៅអាស្រមតាអេសីនិងព្រះមេដាកាលបើទ្រង់យល់ព្រះភរិទ្ធកុមារហើយព្រះរាមក្រេវក្រោធខ្លាំងក៏ត្រាស់បង្គាប់ឲ្យគេធ្វើបាបបណ្ដាលអាក្រោះជំវិននគរអយុធ្យាហើយយកទៅដាក់ក្នុងទ្រង់ដែកគម្រប់3ថ្ងៃនិងប្រហារជីវិតព្រះនាងសីតាកាលបើបានជ្រាបអំពីរាមលក្ខណ៍ត្រូវកងទ័ពចាប់ហើយក៏ព្រួយបារម្ភភ័យតកមាលោកតាអេសីក៏ទ្រង់ឈានញាណឃើញថារាមលក្ខណ៍ពិតជាមិនខ្សែទេហើយគង់នឹងបានចម្រើនលើសលប់ក្សត្រផងជបលៈសុំខ្លួនធានាទៅតាមយកអាសាបងព្រះនាងសីតាខត់កូនមិនបានក៏ប្រទានព្រះតម្រង់ដល់ព្រះរាជបុត្រដើម្បីជាផស្តាងជបលៈខំស្រួតដំណើរកាត់ព្រៃទៅដល់មាត់ទ្វារនគរដោយប្រយ័ត្នខ្លួនហើយឆ្លប់លប់ស្ដាប់ញាតិនគរគេនាំគ្នានិយាយពីមាត់មួយទៅមាត់មួយថានៅថ្ងៃស្អែកគេនឹងយកកុមាររាមលឹកទៅប្រហារជីវិតហើយរាជកុមារបានលើហើយក៏ទ្រង់សឹកសួលអួលរតីពុនប្រមាណព្រះយានក៏ទ្រង់បើកទិព្វចក្ខុយល់ហេតុការណ៍ដូច្នោះក៏ប្រៅនាងទេពរំភាឲ្យចុះមុខជួយយកអាសានាងទេពរំភាធីតាស្រីសួរកាឡាខ្លួនជាស្រីចំទង់តម្រង់មុខជបលៈធ្វើជាសាក់សួរដឹងដើមចប់ហើយប្រាប់ថាខ្លួននាងមករកដងទឹកទៅធ្វើបុណ្យដល់អ្នកទោរាជកុមារឆ្លៀតឱកាសនោះទៅដងទឹកហើយក៏លប់បងចិញ្ចៀនប្រាក់តម្រង់ទៅក្នុងខំទឹកដោយអធិដ្ឋានសូមឲ្យបងរួចពីទុក្ខភ័យបេធីតាកាឡាប្រភានាំយកទឹកទៅដល់ទីឃុំឃាំងហើយនិយាយសុំអ្នកយាមទ្វារចូលទៅដល់រាមលឹកនាងប្រគួនក៏អំទឹកដល់ដៃរាជកុមារក៏ងួតទឹកទៅឃើញព្រះតម្រង់របស់មេដាទ្រង់ឆ្វេងយល់ថាជបលៈមកជួយព្រះអង្គដោយសារតែចេះទឹកមុនព្រះអៀននិងគុណព្រះតម្រង់នៃព្រះមេដារាមលឹកក៏រំដោះរួចពីទ្រង់ដែកហើយចេញមកជួបជបលៈដែលនៅពួនសំងំក្រោមដើមជ្រៃក្រៅទ្វារនគរខ្សែទី78ព្រះរាមបន្ទាប់ពីបានជ្រាបអត្ថាសេចក្តីថាអ្នកទោសដែលត្រីប្រហារជីវិតនោះត្រីហែកទ្រង់ដែកចេញរួចទៅក៏ទ្រង់ក្រេវក្រោធខ្លាំងណាស់ក៏ត្រាស់បញ្ជាឲ្យភ្ជុំពលមួយរំពេចដើម្បីចេញទៅចាប់អ្នកទោសយកមកវិញឲ្យទាល់តែបានពេលនោះព្រះរាមចេញចាកពីក្រុងអយុធ្យាដោយផ្ទាល់ព្រះអង្គព្រមទាំងព្រះអនុជទាំង3អង្គមួយអន្លើដោយពុលពាន័យយ៉ាងកក្រឹកកក្រែងឆ្ពោះទៅកាន់ដងព្រៃដែនសមរភូមិក៏ជួបនឹងរាជកុមារទាំងពីរឈរយ៉ាងក្លាហានពីមុខពលស្វាធ្វើឲ្យពលស្វាទាំងឡាយភ័យភ័យស្រែកឆៅឡោរត់ខ្ចាត់ខ្ចាយព្រះភិរុតទួតស្គាល់មុខរាមលក្ខណ៍ដ៏មានភ័ក្រដូចជបលក្ខណ៍ក៏ថ្លែងសរសកអន្ទាក់យ៉ាងច្រើនដើម្បីចាប់ចងក្មេងទាំងពីររាមលក្ខណ៍ជបលក្ខណ៍ក្លាហានគ្មានតក់ស្លុតភ័យភ័យអ្វីសោះក៏ថ្លែងតបដកប្រខ័ណ្ឌកាប់អន្ទាក់ដាច់ខ្ទិះខ្ទិះគ្មានសល់ព្រះរាមទួតឃើញច្បាស់នឹងព្រះនាថក៏កើតទោសៈប្រមាទមាហើយថ្លែងសរជាភ្លើងឆេះរន្ទាលបញ្ញាការាជកុមារមិនបង្អង់ដៃក៏ថ្លែងសរជាព្រះភិរុនបង្ក្រាបសរព្រះរាមត្រូវរលត់អស់ទៅវិញព្រះរាមថ្លែងសរជាសត្វគ្រុតម្ដងវិញប៉ុន្តែត្រូវខ្យល់គ្រិស្ផាត់របស់រាមលក្ខណ៍ផាត់បាត់វិនាទៅអស់ទៀតពេលនោះព្រះរាមកើតសង្ស័យនឹងឫទ្ធិចេស្តារបស់កុមារណាក៏សច្ចាផ្សងជាពូជពងអង្អានសូមឲ្យសរកើតជាភោជនាហារបូជាដោយប្រាថ្នារីឯកុមារថ្លែងតបវិញកើតជាឆាត់ភ្ញីបាំងថ្វាយព្រះរាមទៅវិញព្រះរាមទ្រង់កើតសង្ស័យទើបត្រាស់សម្រួលសួររកឈ្មោះមាតាបិតារបស់ព្រះរាជកុមារទាំងពីរព្រះរាជកុមារវារឹកក្រអឺតមិនព្រមឆ្លើយបែរជាសួរទៅព្រះរាមវិញដោយស្ងប់ហឺតីព្រះរាមក៏សម្រួលប្រាប់អស់អាតដល់ព្រះរាជកុមាររាមលក្ខណ៍ជបលក្ខណ៍សញ្ជឹងគិតខ្លាចគេទៅយាយីដល់ព្រះមេដាក៏មិនព្រមទូលការពិតដល់ព្រះរាមវិញឡើយគ្រាន់តែឆ្លើយតបថានាមរបស់ខ្លួនទាំងពីររីឯព្រះបិតាមេដាយើងខៀវមិនស្គាល់ឡើយព្រះរាមភ្ញាក់ខ្លួនសួរទៅព្រះអនុជភ្លាមថានាងសីតាស្លាប់ទៅហើយមិនដេចឡើយមកមានកូនព្រះលក្ខណ៍ក៏តបព្រះរាជតម្រាសតាមការពិតដោយបានប្រព្រឹត្តកន្លងមកថ្វាយព្រះសម្ដេចព្រះរាម
ទ្រង់ជ្រាបអស់ការកន្លងទៅហើយនោះព្រះរាមក៏បោះអាវុធចោលស្ទើរទៅស្រវាអបរាជកុមារទាំងពីរអង្គវរសូមឲ្យចូលទៅគង់ក្នុងនគរវិញតែព្រះរាជកុមារពុំព្រមក៏ដឹកដៃប្អូនដើរចូលទៅក្នុងព្រៃទៅអស់ពលសេនាមួយអន្លើដោយក្សត្រទាំង4អង្គាក៏តាមព្រះរាជកុមាររហូតដល់អាស្រមលោកតាឥសីកាលបើបានទៅដល់អាស្រមកាលណារាជកុមារទាំងពីរមិត្តទ្វាចិត្តហើយថ្វាយការជូនព្រះមេតាស៊ីតាបានទ្រង់ជ្រាបព្រះនាងរឿងរាជតែរលឹកនឹកឃើញរឿងអតីតកាលព្រះរាមអង្គវរព្រះនាងស៊ីតាពីក្រោយអាស្រមឲ្យបើកទ្វារថ្វាយក៏ប៉ុន្តែព្រះនាងមិនព្រមហើយសូមឲ្យលោកតាឥសីជួយអន្តរាគមន៍ទៅយាងព្រះរាមជំនួសលោកតាឥសីជួយផ្សះផ្សាណាស់ដែរតែមិនសម្រេចផលគ្រាន់តែជួបសម្ដីផ្ទាល់មាត់នឹងព្រះរាមតែប៉ុណ្ណោះខ្សែទី79ព្រះរាមខំលួងលោមព្រះនាងសីតាឲ្យត្រឡប់ទៅកាន់អយុធយាដើម្បីមូលមិត្តមេត្រីនឹងគ្នាវិញតែមិនបានសម្រេចសោះហើយរកមជ្ឈបាយនាំព្រះរាជបុត្រាទៅវិញមុនដំបូងព្រះនាងសីតាមិនព្រមទេប៉ុន្តែព្រះរាមអង្វររហូតដល់ទ្រង់រំជួលព្រះហឫទ័យខ្លាំងក្លាពេកទើបនាងយល់ព្រមហើយហៅរាមលក្សណ៍និងចបលក្សណ៍មកផ្ដែផ្ដាមទូនមានឲ្យប្រុងប្រយ័ត្នដែលកូនឃ្លាតឆ្ងាយពីព្រះមេដាទៅរស់នៅជាមួយឪពុកឥសីវិជ្ជព្រឹត្តក៏មានព្រះទ័យអបអរសាទរខ្លាំងចំពោះព្រះរាជកុមារពេលនោះព្រះលក្សណ៍ព្រះភិរុតសុត្រុកក៏បានយាងមកជួសជុំគ្នាហើយស្ទុះទៅទទួលអោបក្មួយដោយក្តីត្រេកអរយ៉ាងស្និទ្ធស្នាលចំណែកឯហនុមានសមន្ទីនមន្ត្រីព្រមទាំងពលសេនាចូលមកគាល់ត្រៀបត្រាថ្វាយបង្គំសុំទោសស្គាល់គ្នាទៅវិញទៅមកកាលមកដល់ព្រះរាជវាំងជ័យក្រុងអយុធយាក្សត្រទាំង6អង្គក៏យាងទៅគាល់ព្រះនាងកោសកល្យាព្រះនាងកៃកេស៊ីនិងព្រះនាងសមុទ្រទេវីជារាជមាតានិងជារាជអយកាក្សត្រីទាំង3អង្គសពរាជហឫទ័យអបអរនិងទទួលព្រះរាជកុមារដែលបានវិលចូលមកដល់ព្រះរាជានគរវិញព្រមទាំងដឹងអំពីដំណើរសុខទុក្ខពីព្រះនាងសីតានិងអាស្រមឥសីផងព្រះរាមបានចាត់ហនុមានឲ្យជ្រើសរើសក្សត្រី148នាក់ដ៏មានរូបល្អរើសសាវលឹក1000ដ៏មានសក់ផនថ្លៃថ្លានិងសាវលឹកដ៏មានសក្តា15000ដែលមានអាយុ10ឆ្នាំស្មើគ្នានឹងរាជកុមារឲ្យមកចាំកលបម្រើបានសេចក្តីសុខតរៀងទៅខ្សែទី80ដោយនឹករលឹកព្រះមេដាស៊ីតារស់នៅក្នុងព្រៃជាមួយលោកតាឥសីខ្លាំងពេកទើបព្រាមលឹកជប់លឹកបង្គំលាព្រះរាមជាបិតានិងអាយកាយាងទៅលេងនឹងព្រះមេដាកាលបបានឱកាសល្អហើយព្រះរាមក៏ទ្រង់អនុញ្ញាតព្រមទាំងផ្ដេសផ្ដាំឲ្យរាជបុត្រទាំងពីរជួយសម្រុះសម្រួលព្រះទ័យនាងសីតាលុះក្បួនដំណើររបស់រាមលឹកជប់លឹកបានទៅដល់អាស្រមលោកតាឥសីហើយព្រះនាងសីតាយាងមកទទួលរាជបុត្រដោយសោមនស្សរាជកុមារបានជួបនឹងមេដាហើយក៏ថ្វាយបង្គំអង្វរព្រះមេដាតាមពាក្យបណ្ដាំរបស់ព្រះរាមជាបិតាព្រះនាងសីតារំលឹកនឹកឃើញរឿងដើមក៏រឹងរីតតែខ្ញាល់ហើយទ្រង់មានសវន័យថានាងនឹងវិលត្រឡប់ចូលនិគរលុះណាតែព្រះរាមចូលសវនគតព្រះរាមកាលបើបានជ្រាបអស់អត្ថាសេចក្តីដែលព្រះរាជកុមារនាំពាក្យពីព្រះមេដាមកពីអាស្រមវិញនោះព្រះអង្គក៏ទ្រង់វត្តកៈសោយសោកានិងអាឡោះអាល័យស្ដីរាជទេពីដែលមានចិត្តប្រពៃបរិសុទ្ធហើយកាត់ក្តីឈឺចាប់ចំពោះកំហុសរបស់ព្រះអង្គទៅលើព្រះមហេសីទ្រង់ក៏ពិគ្រោះជាមួយព្រះអនុទាំង3មួយអន្លោដោយហនុមានសមន្ទមន្ត្រីថានឹងធ្វើឧបាយចូលកោតិបញ្ឆោតនាងសីតាឲ្យចូលនិគរព្រះរាជឧបាយកលនេះបានចាត់ចែងឡើងយ៉ាងកក្រឹកកក្រែងព្រះនាងសីតាស្មានថាព្រះរាមចូលសវនគតមែនទ្រង់សោយសោកយ៉ាងខ្លាំងហើយក៏ចូលគោរពវិញ្ញាណក្ខន្ធព្រះស្វាមីនៅក្នុងរាជធានីព្រះនាងយំសោករៀបរាប់បោះខ្លួនចិត្តព្រះមេរុរហូតដល់សន្លប់បាត់ស្មារតីព្រះរាមគង់លាក់ខ្លួនចិត្តនោះក៏ស្ទុះរត់ស្រវាអបត្រកងក្រនហត្ថាភ័យខ្លាចនាងចូលទីវង្គតលុះព្រះនាងភ្ញាក់ស្មារតីឡើងឃើញព្រះភក្ត្រស្វាមីក៏ស្ទុះរត់ហើយថ្មទីដៀលឲ្យស្វាមីព្រះរាមតាមអង្វរពុំបានដោយបំណងក៏រត់ដេញចាប់ព្រះនាងសីតាជុំវិញមេរុរីឯព្រះអនុជទាំង3ព្រមទាំងហនុមានក៏ជួយដេញចាប់ដែរនៅតែចាប់មិនបានដោយព្រះនាងប្រកាន់ពាក្យសត្យនិងអធិដ្ឋានអំពាវនារកព្រះធរណីព្រះធរណីក៏បោកទ្វារឲ្យនាងចូលទៅពួនរហូតដល់ពិភពញាក់ឯបាតាវរីឯស្តេចណាតក៏ទទួលយកអាសាព្រះនាងដោយសម្រំប្រណិតផងព្រះរាមមិនអស់ចិត្តក៏ចាត់ហនុមានឲ្យជ្រែកដីតាមរកតែមិនឃើញពីព្រោះតែព្រះនាងនៅតែក្តីអស់សង្ឃឹមនិងបរាជ័យ
ទើបព្រះតម្រិះថាមានតែពិភេកទើបជួយព្រះអង្គបានក៏សរសេរអក្ខរាថ្លែងសរទៅក្រុងលង្កាមួយរំពាសនោះ